សូលីកាផ្ដាំប៉ុន្មានម៉ាន់ព្រោះលើកថាប្តីប្រពន្ធទេបុព្រឹកឆ្អែតចិត្តលែងចង់បន្តលើកស្ទួយសិល្បៈវប្បធម៌ព្រោះតែសម្ដែងអ្នកទៅទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់មនុស្សចេតនាជ្រាលជ្រៅមិត្តភាពតារាស្រីទាំងពីរពោលគឺពេជ្រសូលីកានិងទេបុព្រឹកកំពុងតែឆក់បានកែចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះពេជ្រសូលីកាបានបង្ហោះសារយ៉ាងមានអត្ថន័យនិងពោពេញដោយមនោសញ្ចេតនាផ្ញើជូនមិត្តសម្លាញ់ទេបុព្រឹកឲ្យបន្តធ្វើអ្វីខ្លួនខ្លោចធ្វើកាលពីមុនកុំបោះបង់ដោយសារតែពាក្យសម្ដីរបស់មនុស្សមួយក្តាប់តូចការដែលពេជ្រសូលីកាលើកទឹកចិត្តដល់មិត្តសម្លាញ់ឲ្យនៅតែបន្តផ្សព្វផ្សាយវប្បធម៌បែបនេះបន្ទាប់ពីបានឃើញទេបុព្រឹកនិងលោកជីឌីវីតបង្ហាញអារម្មណ៍ឆ្អែតចិត្តចង់បោះបង់មិនចង់បន្តទៅមុខទៀតព្រោះមានបុគ្គលអគតិមួយចំនួននាំគ្នាចាំត្អូញអាលជន់ពន្លិចនិងចោទថាប្តីប្រពន្ធពួកគេទាំងពីរយកវប្បធម៌មករកស៊ីដើម្បីប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងសម្ដីនោះអ្នកនាងពេជ្រសូលីកាបានផ្ដាំផ្ញើទៅកាន់មិត្តសម្លាញ់ទេបុព្រឹកថាធ្លាប់ធ្វើម៉េចនៅបន្តអញ្ចឹងទៅទេបុព្រឹកអ្នកធ្វើចាំតែខុសហើយអ្នកគ្មានលទ្ធភាពធ្វើគ្នាចាប់តែមើលមិនមែនតែពេជ្រសូលីកានោះទេលើកទឹកចិត្តដល់ប្តីប្រពន្ធគំរូមួយគូនេះក្នុងនោះក្រៅពីអ្នកគ្រប់គ្រងក៏មានអ្នកសិល្បៈជាច្រើនទៀតបានព្យាយាមនិយាយទៅកាន់ទេបុព្រឹកនិងស្វាមីដែលបង្ហាញបំណងចង់ឲ្យពួកគេនៅតែបន្តផ្សព្វផ្សាយវប្បធម៌ខ្មែរទៅមុខទៀតកុំបោះបង់ត្រឹមនេះជាច្រើនឆ្នាំកន្លងមកនេះលោកជីដេវីតនិងអ្នកនាងទេបុព្រឹកបានសាងស្នាដៃសិល្បៈជាច្រើនហើយក៏មិនដែលចោលអត្តសញ្ញាណខ្មែរឡើយដោយរកបទចម្រៀងរបស់ពួកគេរមែងច្របាច់បញ្ចូលនៅអរិយធម៌វប្បធម៌ខ្មែរចូលនៅក្នុង MV រួមទាំងការសម្ដែងមិនថានៅក្នុងប្រទេសនិងក្រៅប្រទេសលើឆាកអន្តរជាតិប៉ុន្តែអ្វីដែលធ្វើឲ្យប្តីប្រពន្ធអ្នកទាំងពីរមានការអន់ចិត្តនោះគឺរកពេលដែលពួកគេខិតខំប្រឹងប្រែងតែងតែមានការរិះគន់ចោទនេះចោទនោះលៀបពណ៌គ្រប់សពជាក់ស្ដែងដូចជាពេលនេះជាដើម